សបិនឃើញត្រីសំណាងខាងលុយកាក់ប្រសិនត្រីស្លាប់ជាប្រភ្នួលមិនល្អយកសបិតឃើញត្រីហែលត្រីរស់ជាតំណាងលុយកាក់មួយចំនួនធំដែលបំរុងហូរចូលមកកំងជីវិតអ្នកចំណែកត្រីជាមហូបតំណាងភាពសំណាងសេចក្តីរុងរឿងរីឯត្រីខូចត្រីស្អុយជាប្រភ្នួលការរកស៊ីខូចបងឬមានគ្រោះខាតលុយកាក់ប្រសិនបានអ្នកសុបិនថាមានត្រីជាមហូបគ្រប់ប្រភេទហើយនៅទាំងមូលទាំងក្បាលកន្ទុយមានន័យថាមានអ្នកធំជួយជាក្នុងបង្អែកត្រីក្នុងសុបិនជារឿយៗជានិមិត្តរូបនៃការផ្លាក់ផ្ដោនៅក្នុងជីវិតទឹកគឺជានិមិត្តរូបដ៏មានឥទ្ធិពលដែលអាចឆ្លុះបញ្ចាំងពីភាពបរិសុទ្ធនិងការផ្លាស់ប្ដូរដែលជាសុបិនល្អសុបិនឃើញត្រីលោតហែលតំណាងឲ្យភាពសម្បូរបែបជារឿយៗយើងភ្ជាប់ត្រីជាមួយភាពបរិបូរណ៍គិតពីទូកនេសាទធំមួយដែលចាប់បានត្រីច្រើនដើម្បីចិញ្ចឹមមនុស្សជាច្រើនត្រីអាចជានិមិត្តរូបនៃសន្តិសុខហិរញ្ញវត្ថុទ្រព្យសម្បត្តិនិងការសម្រេចបាននូវភាពជោគជ័យក្នុងគោលដៅរបស់អ្នកសុបិនឃើញត្រីនៅក្នុងទឹកថ្លាមានន័យថាអ្នកកំពុងមានជីវិតសន្តិភាពនិងរីករាយតែបើត្រីលោតចេញពីទឹកអាចមានន័យថាអ្នកកំពុងជួបប្រទះព្រឹត្តិការណ៍ដែលមិននឹកស្មានដល់នៅក្នុងជីវិតទាំងល្អនិងមិនល្អក្នុងវប្បធម៌ចិនត្រីលោតចុះឡើងជារឿយៗតំណាងឲ្យការជំពប់ជាមួយទ្រព្យសម្បត្តិសុបិនវិថ្លូចំណីដល់ត្រីជារឿយៗបង្ហាញពីចំហហិរញ្ញវត្ថុនិងសំណាងនៅពេលអនាគតអ្នកនឹងទទួលបានប្រាក់ចំណេញល្អសុបិនបរិភោគត្រីជាអាហារវាជាប្រភ្នួលល្អក្តីសុបិននេះជារឿយៗមានន័យថាអ្នកនឹងទទួលបានដំណឹងល្អនាពេលអនាគតហើយសុខភាពក៏ល្អផងដែរវាបង្ហាញពីរយៈពេលល្អមួយនៃជីវិតដែលនាំឲ្យមានសំណាងនិងជោគជ័យនៅឆាប់ៗនេះ